ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះបើកឡានចិនទៅក្រៅជាមួយខ្ញុំកំពុងតែបើកឡានទៅរកទិញគ្រឿងសម្រាប់ធ្វើចេកខ្ទិះនិយាយទៅគេហៅអីគេគ្រឿងតូចយករៀងអត់ស្គាល់ឈ្មោះទេនេះផ្លេចបាត់ហើយកូនត្រីភ្នែកកូនត្រីតូចក្នុងចេកខ្ទិះខ្ញុំកំពុងតែជិះឡានទៅផ្សារអាស៊ីដើម្បីរកទិញប៉ុន្តែទៅដល់ផ្សារអាស៊ីហ្នឹងរកទិញក៏អត់មានដែរនៅផ្សារជិតផ្ទះខ្ញុំផ្សារតូចហ្នឹងអញ្ចឹងក៏បើកឡានមកវិញមកថ្ងៃនេះជាថ្ងៃដូចជាចង់ភ្លេចថ្ងៃអស់ហើយនេះព្រោះអត់ទៅធ្វើការខែនេះអត់ទៅធ្វើការអញ្ចឹងខ្ញុំនិយាយទៅពេលអត់ទៅធ្វើការអញ្ចឹងគឺអត់ដឹងច័ន្ទអាទិត្យអង្គារពុធអីអស់ហើយនិយាយទៅភ្លេចមើលថ្ងៃនេះដូចជាថ្ងៃពុធហើយនៅសហរដ្ឋអាមេរិកអញ្ចឹងនៅភូមិរបស់ខ្ញុំហ្នឹងពេលព្រឹកអីគឺស្ទះមែនតែនឡានអីហ្នឹងតែថ្ងៃនេះបើកឡានចេញទៅក្រៅគឺអត់សូវស្ទះហ្មងនិយាយទៅខ្ញុំចេញរៀងថ្ងៃបន្តិចដែរអញ្ចឹងបានអត់សូវស្ទះ